ចចកកំពុងដើរចូលទៅក្នុងរូងភ្នំនោះសុកវាបានឃើញអ្វីមួយយ៉ាងវាក៏ចាប់ផ្ដើមនាងខ្ញុំសូមគោរពគណៈថាបតីជាគីតរពសូមគោរពលោកគ្រូអ្នកគ្រូនិងអ្នកអាណាព្យាបាលសិស្សានុសិស្សជាទីគោរពរាប់អាននាងខ្ញុំមានឈ្មោះចេងគឹមលេងជាសិស្សថ្នាក់ទី4ខនៅសាលាអន្តរជាតិ Elegant ថ្ងៃនេះនាងខ្ញុំឡើងមកអានអំណានមួយដែលមានចំណងជើងថាឆ្កែចចទៅសួរសុខទុក្ខតើកំពុងឈឺមានសត្វតោមួយក្បាលចាស់ចូលរាខ្លាំងណាស់នឹងមិនអាចចេញទៅរកអាហារឲ្យខ្លួនឯងបានដោយការតាមប្រមាញ់ចំណីទៀតឡើយវាប្រះខ្លួនដេកហើយបន្លំធ្វើជាឈឺសត្វទាំងឡាយបានដឹងដំណឹងនេះក៏នាំគ្នាទៅសួរសុខទុក្ខនៅពេលសត្វឆ្កែចចដឹងដំណឹងក៏នាំគ្នាទៅសួរសុខទុក្ខតើដូចសត្វដទៃដែរពេលសត្វឆ្កែចចទៅដល់មុខរូងភ្នំដែលជាកន្លែងសត្វតោស្នាក់នៅវាបានឮសូរសំឡេងធ្ងួចធ្ងររបស់សត្វតោលាន់ឮឡើងជារឿយក៏មានអារម្មណ៍ថាគួរឲ្យអាណិតសត្វតោនេះខ្លាំងណាស់ពេលសត្វឆ្កែចចកំពុងដើរចូលទៅក្នុងរូងភ្នំនោះសុកវាបានឃើញអ្វីមួយយ៉ាងក៏វាក៏ប្រញាប់ថយចេញពីរូងភ្នំនោះវិញយ៉ាងរុះរាន់ហើយក៏មកឈរនៅនឹងមាត់រូងក្នុងរយៈចម្ងាយឆ្ងាយល្មមគួរសមសត្វតោឃើញសត្វឆ្កែចចមកតាំងពីយូរហើយតែមិនព្រមចូលមកខាងក្នុងរូងភ្នំសោះអីចឹងក៏សួរទៅថាអេឆ្កែចចយ៉ាងណាឯងក៏មកដល់ហើយហេតុអីមិនចូលមកខាងក្នុងឆ្កែចចឆ្លើយខ្ញុំសង្កេតឃើញថាមានអានជើងជាច្រើនដើរចូលទៅក្នុងរូងរបស់លោកតែខ្ញុំមិនឃើញមានអានជើងមួយណាដើរចេញមកវិញសោះហើយអីចឹងឲ្យខ្ញុំហ៊ានចូលដែរឬយើងគួរតែវឹកហាត់ខ្លួនឲ្យคล้ายជាមនុស្សចេះសង្កេតអ្វីជុំវិញខ្លួននិងយល់ពីស្ថានភាពផ្សេងឲ្យបានយ៉ាងឆាប់រហ័សមនុស្សឆ្លាតនិងល្អិតល្អន់ពិតជាមិនងាយធ្លាក់ចូលអន្ទាក់របស់អ្នកណាគេម្នាក់ឡើយចាអរគុណគឹមលេងសម្រាប់បានកូន